បាទសួស្តីជំរាបសួរដល់បងប្អូនអរគ្នាបាទជួបជាមួយខ្ញុំសាជាថ្មីទៀតហើយតើតើការធ្វើការ review ការដាក់បញ្ជូនបងប្អូនហ្នឹងហើយបងប្អូននេះបងទី1ដែលខ្ញុំបានចូលគឺបាយឆា520បងប្អូនបាយឆា520នៅទៅខាងផ្លូវទៅវាប្រាយបងប្អូនប៉ុន្តែដល់ពុជវាប្រាយទេបងប្អូនយើងជិះពីវងមូលសេះសទៅតាមច្រកជាប់ហោស្រពស្ទឹងកែបងប្អូនហើយយើងតម្រង់ទៅកាន់កាហ្វេតាមផ្លូវពុកទី3អញ្ចឹងបងហ្នឹងហើយហើយបាយឆា520គឺគាត់នៅកន្លែងផ្លូវបាយកន្លែងចិត្តកែងនឹងដែរទេបងប្អូនអញ្ចឹងទីតាំង map ហ្នឹងគឺត្រូវហើយបាទពេលយើងជិះទៅគឺហាងនៅខាងឆ្វេងដៃបងប្អូនបាទអញ្ចឹងខ្ញុំកំពុងធ្វើដំណើរជិតដល់ហាងហើយបងប្អូនអានេះលឿនដោយសារតែខ្ញុំធ្វើការដល់ឡើង speed អញ្ចឹងបងប្អូនជិតដល់ហាងហើយបងប្អូនបាទផ្លូវនេះផ្លូវ520បងប្អូនអញ្ចឹងគេដាក់បាយឆា520អញ្ចឹងហើយភ្ញៀវនៅវត្តពោធិវង្សតែភ្ញៀវមិនមែននៅក្នុងវត្តពោធិវង្សទេបងប្អូនគាត់នៅពីក្រោយអញ្ចឹងបងប្អូនអញ្ចឹងកន្លែងច្រកហ្នឹងរៀងកលុកកលាបន្តិចបាទអញ្ចឹងខ្ញុំបាននៅបងប្អូនអញ្ចឹងខ្ញុំធ្វើការជិះទៅរកភ្ញៀវបាទធ្វើការចុច scan ចុចថតអញ្ចឹងបងប្អូនហ្នឹងខ្ញុំធ្វើការចុចហើយខ្ញុំជិះទៅកាន់ភ្ញៀវអញ្ចឹងហើយយើងជិះទៅត្រង់ទៀតបងប្អូនអញ្ចឹងយើងបូកពី520ទៅផ្លូវ520ទៅយើងបត់ទៅខាងផ្លូវ515បាទផ្លូវខាងបៀលប្រាយហ្នឹងបងប្អូនជិះកាត់សាលាបៀលប្រាយបាទហើយនឹងសាលាអន្តរជាតិ ISS អញ្ចឹងណាបងប្អូនហើយយើងតម្រង់ទៅកាន់វត្តបាទប៉ុន្តែម៉ែទីតាំងគឺដាក់នៅក្នុងផ្សារទេបងប្អូនតែសារតែភ្ញៀវគាត់បានសរសេរ note ចំណាំអញ្ចឹងខ្ញុំទៅដល់ក្នុងវត្តហើយខ្ញុំក៏ធ្វើការខលតាក់ទងទៅគាត់អញ្ចឹងគាត់ឲ្យយើងជិះរាប់តាមបងវត្តអញ្ចឹងបងប្អូនរាប់តាមបងវត្តទៅក្រោយអញ្ចឹងហើយដោយសារតែផ្លូវនោះវាមានពីរផ្លូវដែរអញ្ចឹងពេលអញ្ចឹងខ្ញុំក៏ជិះតាមរាប់បងវត្តហ្នឹងហើយភ្ញៀវកំងអត់2100ទេបាទចេញខ្ញុំធ្វើការជិះជប់ជិះក្នុងវត្តហើយធ្វើការជិះទៅរាប់បងវត្តហ្នឹងបងប្អូនដោយសារតែខ្ញុំអត់បានអូចាញ់អញ្ចឹងវាជាប់បាទហ្នឹងហើយបងប្អូនហើយខ្ញុំបានបញ្ចប់បងនឹងរួចហើយឥឡូវខ្ញុំចូលពោគីផ្លូវលេខ3បងប្អូនហើយខ្ញុំកំពុងតែជិះតម្រង់ទៅកាន់ហាងបាទហ្នឹងហើយនេះយើងជិះពីផ្លូវលេខ3បុកទៅកាន់ផ្លូវស្តុប2រូអញ្ចឹងហើយបានយើងទៅខាងឆ្វេងដៃហាងនៅខាងឆ្វេងដៃអញ្ចឹងបងហើយជាប់នឹងការ៉ាសាំងដែរអញ្ចឹងខ្ញុំបានមកដល់ហើយបងទៅកាបញ្ញាសាទៅកាន់ភ្ញៀវអញ្ចឹងមានកំងបេសក3មួយកែវខ្ញុំកំពុងដើរទៅបាទហ្នឹងបងប្អូនខ្ញុំបានអវ៉ានហើយឥឡូវខ្ញុំធ្វើការអូសមើលទីតាំងមើលអីចឹងភ្ញៀវគាត់នៅខាងវត្តមឹមបងប្អូនហួសវត្តមឹមនៅទៅខាងជិតដល់ផ្សារវត្តមឹមបាទហើយខ្ញុំជិះតាម Map recommend ជិះតាមផ្លូវលេខ3បាទហើយកាត់តាមផ្លូវស្តុបផ្សារលើបងប្អូន
នេះខ្ញុំទៅដល់សម្ដេចឪទៅជិតដល់សម្ដេចឪបងប្អូនកន្លែងនេះសាលារៀនសម្ដេចឪអញ្ចឹងហើយទៅមុខទៀតផ្លូវបែកមុខទៀតបានផ្លូវស្តុបផ្សារលើបាទផ្លូវបូកទៅកាន់ផ្លូវរថភ្លើងហើយទៅកាន់ពេល2បាទនេះខ្ញុំជិះកាត់ផ្សារលើជិះតាមម៉ែបបាទហើយយើងបត់ឆ្វេងទៅតាមរមមិត្តស្ទឹងអញ្ចឹងភាសាតែខ្ញុំជាប់ស្តុបបាទបងប្អូនអញ្ចឹងក៏ឃើញកៀងនោះមិនអត់អ៊ីនធឺណិតទេភាសាជាប់ស្តុបបាទហើយខ្ញុំធ្វើការជិះទៅហើយបាទហើយខ្ញុំធ្វើការបត់ស្ដាំបាទយើងបុកទៅកាន់ស្ពានវត្តគោបាទហើយកាត់ផ្លូវទេភ្លើងទៅឆ្លងផ្លូវទេភ្លើងទៅហើយបានយើងបត់ឆ្វេងឡើងតាមស្ពានវត្តគោបាទហើយក៏បត់ស្ដាំទៀតរាប់ទៅតាមមាត់ស្ទឹងបាទហើយដល់ផ្លូវហ្នឹងគឺផ្លូវវាធ្វើស្រួលហើយទេបងប្អូនវាចាក់វាតង់ចាក់អីស្រួលបួលអស់ហើយបាទវាថាយើងអាចជិះថាជិះលឿនបានប៉ុន្តែដោយសារតែខ្ញុំអត់នេះបងប្អូនអត់សូវដែលបានជិះអញ្ចឹងវាស្ថានភាពផ្លូវយើងអត់សូវច្បាស់អញ្ចឹងហើយមានកលិចកលុកទៅបាទកិច្ចមិនតន់គឺដឹងនៅស្បៃហើយបាទពប់អីវ៉ាន់ពប់អីភ្ញៀវអស់អញ្ចឹងប៉ុន្តែមិនថ្មីទេដោយសារតែភេសជ្ជៈនៅហាងពួកគេគឺគាត់មានម៉ាស៊ីនជន់គម្របអញ្ចឹងយើងអាចដឹកបាន100អញ្ចឹងប៉ុន្តែគាត់ថាសម្រាប់ថងដាក់ភេសជ្ជៈគឺផុយបន្តិចហើយបងប្អូនហើយតែដឹកមិនស្រួលលាក់ដាច់ដៃអញ្ចឹងដាច់ដៃថងអញ្ចឹងបងប្អូនវាផុយដែរអញ្ចឹងហើយយើងប្រយ័ត្នដែរអញ្ចឹងអូខេអញ្ចឹងខ្ញុំជិះទៅតាមម៉ែទេបងប្អូនដោយសារតែភ្ញៀវគាត់នៅផ្លូវយើងអាចជិះតាមការ៉ាសាំងស្រីមុំក៏បានដែរផ្លូវកាត់វត្តមុខវត្តតមឹមក៏បានដែរប៉ុន្តែដោយសារតែយើងម៉ែ recommend ណាហើយយើងជិះតាមម៉ែបាទហើយខ្ញុំធ្វើការមកដល់កាច់កែងទីតាំងកន្លែងនេះគឺហាងលក់ផលិតផលរបស់ស្រីទីដាណាបាទដេប៉ូចែកចាយបាទតែសារតែខ្ញុំខលទៅភ្ញៀវទៅក៏គាត់មានបញ្ហាត្រង់ថាលើកទូរស័ព្ទអត់កើតព្រោះគាត់អត់បានបើកកន្លែងមូតកន្លែងvoice អញ្ចឹងហើយខ្ញុំទៅកាត់ថតញ៉ាំទៅបញ្ជាក់គាត់ថាខ្ញុំដល់កន្លែងនេះអញ្ចឹងប៉ុន្តែភ្ញៀវគាត់នៅផ្លូវត្រង់ទៅមុខហ្នឹងទេបាទប្រហែលជា20-30ម៉ែត្រដែរអញ្ចឹងគាត់ឈោបបក់ដៃដែរបើខ្ញុំមើលអត់ឃើញដោយសារតែចាំងភ្លើងម៉ូតូភ្លើងឡានអញ្ចឹងបងប្អូនហើយណាមួយរៀងឆ្ងាយគ្រាន់ដែរអញ្ចឹងយកមើលអត់ឃើញបានពូម្នាក់គាត់ចាញ់ច្រកហ្នឹងគាត់ប្រាប់ទៅថាកូនក្មេងនៅចាំនៅហ្នឹងឈោបបក់ដៃបងហើយចឹងសារតែខ្ញុំឈោចាំឆ្លងថ្នល់ដែរខ្ញុំខលម្ដងទៀតខលនេះគឺខលចង់តែមើលទូរស័ព្ទគាត់ណាលើកអត់កើតតែសារតែទូរស័ព្ទគាត់ iPhone បាទចឹងបាទឥឡូវខ្ញុំសម្រេចតែឲ្យវ៉ាន់គាត់ហើយក៏ចេញអូបណ្ដាច់ចឹងយើងចូលសាមញ៉ាំច្រើនប្រញាប់ទៅដឹកបងថ្មីទៀតបាទហើយខ្ញុំចូលហើយឈីផ្លូវលេខ1បាទខ្ញុំជិះទៅកាន់ហាងហើយបងប្អូនដោយសារតែខ្ញុំអង្គុយក្បែរនឹងដែរតែមិនក្បែរបានទេកន្លែង LG បាទកាច់កែង LG បងប្អូនផ្លូវលេខ1ហ្នឹងបាទតែខ្ញុំនិយាយដល់ដងគឺពេលខ្ញុំទៅនេះអត់មានបងដល់គឺខ្ញុំអង្គុយនៅសួនមុខ LG អញ្ចឹងផ្លូវលេខ1បាទឥឡូវខ្ញុំធ្វើការឆាតទៅកាន់ភ្ញៀវហើយខ្ញុំបានអវ៉ាន់បានអីហើយបាទហាងកំពុងតែមកមានញឹករៀបចំ
ខ្ញុំទៅកាត់ថតបាទហើយយើងទៅកាត់អូប្រសេសតាមហ្នឹងបងប្អូនជាក់កាកំងអូដូចរដងបងប្អូនមើលវីដេអូខ្ញុំមិនដឹងហើយបាទប្រសេសកាដឹកបាទនេះសារតែភ្ញៀវគាត់នៅទៅខាងស្ទឹងបាទខ្ញុំជិះឆ្លងស្ពានទៅធំស្ពានថ្មថ្មីទៅបាទកាត់តាមសាច់អាំងតូក្យូសាច់អាំងអីហ្នឹងនឹងមានហាងច្រើនភ្ញៀវគាត់នៅម្ដុំពងសាំងបងប្អូនបាទចឹងធ្វើការជិះទៅនេះដល់កន្លែងផ្លូវនេះភ្លើងស្តុបបងប្អូនចឹងខ្ញុំត្រូវឈប់ស្តុបសិនហើយបានបន្តដំណើរទៅមុខទៀតនឹងផ្លូវតាមផ្លូវជាតិលេខ5ហើយយើងវងតាមវងមូលតាមបងកញូមកបាទហើយយើងបត់ស្ដាមមកទីតាំងក៏ដាក់ត្រូវដែរតែដោយសារតែគាត់នៅផ្លូវជប់ផ្លូវដែរអញ្ចឹងចឹងគាត់នៅខាងក្នុងវាពិបាកបន្តិចម៉ែចាប់អត់ដល់អញ្ចឹងខ្ញុំជិះមកដល់ពងសាំងហើយយើងធ្វើការបត់ដាំបាទជិះតាមផ្លូវបេតុងវិជ្ជៈថ្មីទៅហើយយើងបានមកដល់ទីតាំងភ្ញៀវហើយបងនៅក្នុងនោះវាដាក់ផ្លូវប៉ុន្តែអត់មានផ្លូវទេបងប្អូនផ្ទះពេញអស់បាទទៅការខលទៅគាត់អត់លើកទេតែសារគាត់ឃើញគាត់ចាញ់មកអស់ 27,500 ភ្ញៀវគាត់ប្រម៉ងលុយសុទ្ធបាទអត់ promotion ទេបាទហើយខ្ញុំជិះចូលពូគី3ទៀតបងប្អូន fan បណ្ដោយបាទ fan ពូគី3បាទហើយធ្វើការជិះទៅកាន់ហាងជិះកាត់តាមសាលា2ធ្នូបងប្អូនហើយបានយើងបត់ឆ្វេងស្តុបកែងស្តុប2ធ្នូទៅទៀតហាងពូគី3បងប្អូនស្គាល់បើសិនបងប្អូនបានមើលវីដេអូខ្ញុំស្គាល់ឬក៏ថាបងប្អូនធ្លាប់ចូលក៏ស្គាល់ដែរបាទពូគីផ្លូវលេខ3បងប្អូនច្រឡំតែសាខាទី2បាទឥឡូវខ្ញុំបានអីវ៉ាន់ដើរត្រង់ទៅពពថតនៅលក់មួយបាទដោយសារវីដេអូនេះខ្ញុំធ្វើការបើកកន្លែងថតអីវ៉ាន់ទៅវាជាប់មុខអ្នកលក់ប៉ុន្តែសារបងប្អូនមើលអត់តាន់អញ្ចឹងខ្ញុំតឡើង speed លឿនពេកខ្ញុំលើកក្រោយខ្ញុំដាក់ speed កន្លែងយកវ៉ាន់ចូលហាងអីដាក់រៀង slow បន្តិចក៏បានដែរបងប្អូនសារពេលដាក់អញ្ចឹងខ្ញុំចង់ថតខាងក្រៅដែរប៉ុន្តែសារវាបញ្ហាគឺយើងពិបាកត្រង់កាន់ទូរស័ព្ទនៃណោមញញ៉ៃពេកអញ្ចឹងហើយណាមួយហើយប្រើទូរស័ព្ទពេកវាពិបាកយើងមានពេលកំបាញ់វីដេអូចូលគ្នាអញ្ចឹងណាបងប្អូនយើងត្រូវកំបាញ់វាលីបូកចូលគ្នាអញ្ចឹងវីដេអូទូរស័ព្ទថតក្រៅផ្សេងថតនៅម៉ែតទូរស័ព្ទដឹកអីវ៉ាន់នោះផ្សេងអញ្ចឹងវាពិបាកបើសិនជាមានពេលវេលាច្រើនអាហ្នឹងវាយើងអាចថាទៅរួចអញ្ចឹងបងប្អូនតែធ្វើទេខ្ញុំនឹងមើលលេខលោកកែកុនតាមហ្នឹងបាទអូខេអញ្ចឹងខ្ញុំធ្វើការជិះតាមរកផ្លូវភ្លើងបាទសារតែភ្ញៀវគាត់នៅទៅខាងផ្លូវជាតិលេខ5ហួរដៃ8បងប្អូនទៅបុកទៅពពុយបាទហើយទីតាំងហ្នឹងក៏គាត់ដាក់
អត់ត្រូវទេបងប្អូនដោយសារតែមិនដឹងមិនដែរប្រហែលជាម៉ែពីរៀនគេខមមិនឬក៏ចាប់នៅខាងនោះអញ្ចឹងបងប្អូនតែពិតភ្ញៀវនៅក្រោយពេទ្យហើយគេសារ៉ាន់ឌីបងប្អូនបាទខ្ញុំបានមកដល់ទៅការខលទៅគាត់អញ្ចឹងនៅគាត់ជិះម៉ូតូមកពីក្រោយមកយកដោយសារគាត់មើលតាមម៉ែទៅឃើញទីតាំងនៅនោះទៅគាត់ជិះមកយកអញ្ចឹងបាទខ្ញុំបញ្ចប់បងនឹងហើយបាទឥឡូវចូលបងហាងឥណ្ឌាបងប្អូនបាទនៅក្នុងនៅបាត់ដំបងមានតែមួយទេមួយកន្លែងហើយចំមកបងនេះគឺដេកស្អាតបាទដោយសារតែញៀវក៏កំងច្រើនមុខដែរបាទ4 5 6មុខនោះហើយនៅមួយហាងគាត់រវល់ដែរហើយខ្ញុំបានអវ៉ាន់ហើយបងប្អូនអង្គុយចាំយូរហើយជិត1ម៉ោងដែរចឹងហើយវីដេអូពេលខ្ញុំអង្គុយចាំហាងគឺខ្ញុំស្កប់ចឹងបងប្អូនទៅលោកបងប្អូនឆ្ងល់ថាអវ៉ាន់ប្រហែលថាយូរជិត1ម៉ោងប៉ុន្តែឃើញបានថតអវ៉ាន់លឿនចឹងតែដោយសារខ្ញុំស្កប់វីដេអូឲ្យបានថតតចឹងតើបានអវ៉ាន់មកខ្ញុំធ្វើការថតតទៅទៀតចឹងបងប្អូនឥឡូវខ្ញុំកំពុងជិះតម្រង់ទៅកាន់ភ្ញៀវជនជាតិដែរទេគាត់ក៏មកបើគាត់នៅកន្លែង Blue Diamond បាទផ្ទះស្ថានភាពបាទនៅផ្ទះសំណាក់ដូចជាស្ថានភាពបាទពេជ្រខៀវបាទ Blue Diamond បាទនៅក្រោយពេទ្យធំបាទអញ្ចឹងធ្វើការជិះតម្រង់ទៅតាមផ្លូវពេទ្យធំមកបាទរាប់មាត់ស្ទឹងទៅបាទខ្ញុំជិះតាម Map recommend ហើយធ្វើការបត់ឆ្វេងមកចិត្តដល់បងប្អូននៅសល់តែមិនទីទៀតដល់មកបាទឥឡូវខ្ញុំមិនតាន់បានតលេអវ៉ាន់មកចូលបងមួយទៀតបាទបងប្អូនតែសារតែខ្ញុំនៅចិត្តហាងមិនចិត្តហាងពេលខ្លះ rider ផ្សេងគាត់រវល់អញ្ចឹងក៏ទៅការតាក់ទងកាន់ភ្ញៀវសិនបាទជាអីវ៉ាន់ជាអីចឹងបងហើយគាត់រៀបចំឲ្យលុយឲ្យអីយើងចឹងឥឡូវខ្ញុំចូលយ៉ាំហត់ផតបងប្អូននៅម្ដុំសួនបាទសួនសខេងបងប្អូនខ្ញុំធ្វើការជិះបកត្រឡប់ទៅវិញហើយទៅខាងពេទ្យធំបាទហាងនៅមើលទីតាំងនោះបងប្អូនឃើញហើយបាទហើយខ្ញុំជិះដល់ស្ពានថ្មថ្មីហើយជិះកាត់ឆ្លងខាងស្ពានថ្មថ្មីទៅជិះតាមផ្លូវលេខ1ហ្នឹងរហូតមកកាត់សាណាត់ស្អីចឹងខ្ញុំចិត្តដល់ឆ្លងស្ពានមកខាងទៀតហើយស្ពាននឹងជាប់នឹងកាឡូរីជីនបាទហាងកាហ្វេដែរទេបាទឆ្លងហើយយើងធ្វើការបត់តាមរ៉បតាមសួនហ្នឹងមកដល់ចិត្តដល់ហើយបងដោយសារខ្ញុំមកបានមើលវ៉ាន់ដែរបងខ្ញុំគាត់កំងកូកាបាទកូកាមួយកែវបាទហើយភ្ញៀវនៅខាងជ្រៃខោងនោះបង
tôi càng chơi con ấy đã coca tiết lâu đó là con ngọt hay buồn tôi càng nhiều đã được sân chập cho một lần bông sim trong phố nhiều nhiều bạn lên môi chọc từ giờ bàn đài chứ và tại khi còn đâu tập trung là cả nào cả nói đâu bông sim thì muốn cái đây để sao đấy đi tăng mà đi chào bạn bàn chứ đi chào một lần bông sim nhưng pung thơm là từ tam rọp một tầng cài tam cạnh tam ta kia kinh phi kia chứ miền kinh phi ơi kia ở hòn nịa nó là kia hòn nịa miền micron mình micron nữa ta kia chơi lại nào nhầm vì play cho một rồi nữa khởi rồi nhưng ban chỉ làm rong được ăn lâu nữa tam sai so má bà cho họ sập từng cài một số ôn ban mới về ơi nhung score là bảo vợ nhung sai chỉ cạn chứ nhiều gọi số bộ block nâng rồi flow cái vùng bạ vào nhiều cọt có mong và làm thuê bạ như là tàu đại hoàn thành dương đặng ban cho nó chứ mua dương đặng ban cho anh chương rồi dương flow của bạ dương thì hạt bàn lừa nhớ nó về chứ dương tự chọc bông dư chứ vì ta bông thay thẻ máu trâu liệp xe chứ muốn sai dương cho bông này dân dương tình ấy chạm bàn tình ấy những chạm bàn miền ca châu bông thay chia chứ muốn ultra là bông nâng stea đặt cho ó bàn lột trâu dương dương cái bông đặt bông ở kia toàn bị chấp lột trâu dương chứ đôi cả này muốn nâng chứ tại sao thế này được lá bông vì vơ